រឿងវិញ្ញាណវល់ក្នុងផ្ទះថ្មីពន្លឺព្រះអាទិត្យពេលរសៀលបានចាំងចាស់កាត់កញ្ចក់បង្អួចដែលនៅមានប្រឡាក់ដានដែលខ្សាត់បន្តិចបន្តួចចូលមកក្នុងបន្ទប់ទទួលភ្ញៀវដ៏ធំទូលាយនៃផ្ទះវីឡាភ្លក់ថ្មីស្រឡាងមួយកន្លែងនៅតំបន់ជាក្រុងភ្នំពេញសុខាឈរជូតញើសដែលហូរស្រក់លើកថ្ងាភ្នែកទាំងគូសម្លឹងមើលទៅគំនរធុងកាតុងជាច្រើនដែលដាក់រាយប៉ាយពេញកម្រាលការ៉ូពណ៌សភ្លឺរលោងបុរសវ័យ30ប្លាយរូបនេះមានអារម្មណ៍ថាខ្លួនឯងគឺជាមនុស្សដែលមានសំណាងបំផុតព្រោះគាត់ទើបតែបានទិញផ្ទះដ៏ស្អាតបាតនេះក្នុងតម្លៃធូរថ្លៃហួសពីការស្មានស្រីនាងដែលជាភរិយាបានដើរចូលមកក្បែរទាំងបីកាន់កែវទឹកត្រជាក់និងកន្សែងតូចមួយសម្រាប់ជូតមុខឲ្យស្វាមីនាងញញឹមដោយក្តីសប្បាយចិត្តតែក្នុងចិត្តជ្រៅជ្រៅហាក់មានអារម្មណ៍មិនស៊ឺស្រួលបន្តិចតតែសោះតាំងពីគ្រាដំបូងដែលនាងបានឈានជើងចូលមកក្នុងរបងផ្ទះនេះមកម្លេះខ្យល់អាកាសនៅក្នុងផ្ទះនេះហាក់ដូចជាត្រជាក់ខុសប្លែកពីខ្យល់អាកាសខាងក្រៅបើទោះបីជាមិនទាន់បានតម្លៃម៉ាស៊ីនត្រជាក់ក៏ដោយសំឡេងកូនស្រីតូចរបស់ពួកគេគីកូម៉ារ៉ៃមៀដែលមានអាយុទើបតែ5ឆ្នាំកំពុងតែរត់លេងដេញចាប់ស្រមោលខ្លួនឯងនៅជាន់ខាងលើបានធ្វើឲ្យបរិយាកាសស្ងប់ស្ងាត់ប្រែជាមានជីវិតជីវ៉ាឡើងវិញសុខាបានលើកទឹកមកផឹករួចនិយាយទៅកាន់ភរិយាថាបងមិនដែលគិតទេថាយើងអាចមានលទ្ធភាពទិញផ្ទះធំបែបនេះបានលឿនយ៉ាងនេះបុរីនេះស្អាតហើយក៏ស្ងប់ស្ងាត់ល្អទៀតស័ក្តិសមសម្រាប់គ្រួសារយើងខ្លាំងណាស់ស្រីនាងងក់ក្បាលយល់ស្របប៉ុន្តែនាងនៅតែងាកមើលទៅចិន្តាឈើដែលនាំទៅកាន់ជាន់ទី2ដោយភាពមន្ទិលនាងមានអារម្មណ៍ថាមានភ្នែកមួយគូកំពុងតែសម្លឹងមើលមកពួកគេពីខាងលើប៉ុន្តែនៅពេលដែលនាងព្យាយាមសម្លឹងទៅឲ្យចំនាងបែរជាមិនឃើញអ្វីទាំងអស់ក្រៅពីភាពទទេស្អាតនៃរបៀងផ្ទះថ្ងៃដំបូងនៃការរៀបចំផ្ទះបានកំឡងផុតទៅយ៉ាងរលូននៅពេលប្រលប់ជុលមកដល់មេឃចាប់ផ្ដើមខ្មៅងងឹតហើយខ្យល់រដូវវស្សាចាប់ផ្ដើមបោកបក់មកប៉ះនឹងស្លឹកដើមស្វាយធំមួយដែលដុកនៅជាប់នឹងរបងផ្ទះដើមស្វាយនោះមានសភាពចាស់ជ្រីវជ្រួញមែកធៀងរបស់វាវែងហាក់ដូចជាដៃខ្មោចដែលព្យាយាមលូកមកប៉ះនឹងដំបូលផ្ទះក្នុងអំឡុងពេលទទួលអាហារពេលល្ងាចដំបូងនៅក្នុងផ្ទះថ្មីមាសបាននិយាយរឿងមួយដែលធ្វើឲ្យស្រីនាងស្ទើរតែជ្រុះស្លាបព្រាពីដៃកូនស្រីតូចនិយាយទាំងភ្នែកភ្លឹករលោកថាម៉ាក់បន្តិចទៀតកូនសុំយកនំទៅឲ្យលោកយាយដែលអង្គុយនៅមុំចន្ទើបានទេគាត់ប្រាប់កូនថាគាត់ឃ្លានខ្លាំងណាស់សុខានិងស្រីនាងសម្លឹងមុខគ្នាភ្លាមសុខាសើចតិចរួចនិយាយលួងកូនថាកូនប្រហែលជាមើលច្រឡំហើយមាក់ក្នុងផ្ទះនេះមានតែយើង3នាក់ម៉ាក់ប៉ាប៉ុណ្ណោះប្រហែលជាកូនងងុយដេកពេកហើយមើលទៅប៉ុន្តែស្រីនាងមិនបានគិតដូចស្វាមីឡើយនាងដឹងច្បាស់ថាកូនស្រីរបស់នាងមិនដែលនិយាយកុហកឬប្រឌិតរឿងបែបនេះឡើយយប់នោះបន្ទាប់ពីមាបានលងលក់ទៅសុខានិងស្រីនាងក៏បានចូលគេងក្នុងបន្ទប់មេគ្រួសារដ៏ធំទូលាយភាពស្ងប់ស្ងាត់នៃយប់ជ្រៅត្រូវបានបំបែកដោយសំឡេងទឹកហូរចេញពីក្នុងបន្ទប់ទឹកសុខាដែលកំពុងតែងងុយដេកបានងើបឡើងទាំងមួម៉ៅរួចដើរកបិតវ៉ានទឹកដែលគាត់គិតថាប្រហែលជាខ្លួនឯងបិទមិនចិត្តប៉ុន្តែនៅពេលដែលគាត់ឈានជើងចូលទៅក្នុងបន្ទប់ទឹកគាត់ស្រាប់តែឃើញថាកញ្ចក់បង្អួចតូចនៅក្នុងបន្ទប់ទឹកនោះត្រូវបានបើកចំហហើយមានក្លិនផ្កាម្លិះយ៉ាងក្រអូបឈ្ងុយឆ្ញាប់ភាយចូលមកក្លិននោះក្រអូបខ្លាំងរហូតតែធ្វើឲ្យគាត់វិលមុខអ្វីដែលកាន់តែចម្លែកនោះគឺនៅលើកញ្ចក់ដែលមានចំហាយទឹកជាប់នោះមានស្នាមម្រាមដៃតូចសរសេរជាអក្សរយ៉ាងញញើបថាចេញទៅសុខាព្យាយាមជូតស្នាមអក្សរនោះចេញទាំងចិត្តញាប់ញ័រគាត់គិតក្នុងចិត្តថាប្រហែលជាស្រីនាងលេងសើចជាមួយគាត់ឬក៏ជាស្នាមចាស់ដែលមិនទាន់ជូតច្រែកគាត់មិនចង់ប្រាប់ស្រីនាងឲ្យភ័យខ្លាចឡើយព្រោះនាងគឺជាមនុស្សដែលខ្លាចខ្មោចស្រាប់ទៅហើយគាត់ត្រឡប់មកដេកវិញប៉ុន្តែពេញមួយយប់នោះគាត់មានអារម្មណ៍ថាមាននរណាម្នាក់កំពុងតែឈរនៅជុងជើងគ្រែសម្លឹងមើលមកគាត់ដោយកំហឹងលុកព្រឹកឡើងបរិយាកាសធ្ងន់ផ្ទះហាក់ដូចជាកាន់តែធ្ងន់ស្រពោនស្រីនាងងើបឡើងពីដេកទាំងមុខមាំនាងប្រាប់សុខាថាយប់មិញនាងយកសុបិនឃើញស្ត្រីម្នាក់ស្លៀកពាក់ឈុតខ្មៅបញ្ឈរភ្នែកសម្លឹងមើលមកនាងពីមុំបន្ទប់និងនិយាយពាក្យដដែលថាផ្ទះនេះជារបស់អញសុខាព្យាយាមលួងល្មមភរិយាថាវាគ្រាន់តែជាការយកសុបិនដែលកើតចេញពីការហត់នឿយក្នុងការរៀបចំផ្ទះប៉ុណ្ណោះដើម្បីឲ្យភរិយាមានអារម្មណ៍ល្អឡើងវិញសុខាបានសម្រេចចិត្តរៀបចំសែនព្រេនបន្តិចបន្តួចដល់ម្ចាស់ទឹកដីនិងអ្នកតាដែលថែរក្សាទីនេះគាត់បានទិញផ្លែឈើនំចំណីនិងធូបទៀនមកសែននៅមុខផ្ទះ
ក្នុងខណៈពេលដែលគាត់កំពុងតែដុតធូបស្រាប់តែមានខ្យល់កន្ត្រាក់មួយបក់មកយ៉ាងខ្លាំងធ្វើឲ្យទៀនដែលកំពុងតែឆេះត្រូវរលត់អស់ភ្លាមហើយធូបដែលគាត់កំពុងតែកាន់ក្នុងដៃស្រាប់តែបាក់ជាពីរអ្នកជិតខាងម្នាក់ដែលជាបុរសចំណាស់ឈ្មោះអ៊ុំសៅបានដាយមកក្បែររបងផ្ទះនិងនិយាយដោយសំឡេងខ្សៅៗថាក្មួយប្រុសផ្ទះនេះវាមិនងាយរស់នៅដោយក្មួយគិតទេម្ចាស់មុនគេរត់ចោលទាំងយប់ចំណែកម្ចាស់ដើមដំបូងបំផុតក្មួយគួរតែស៊ើបប្រវត្តិដីនេះឲ្យបានច្បាស់សិនចាំសម្រាប់ចិត្តនៅទីនេះយូរសុខាចង់សួរនាំបន្ថែមប៉ុន្តែអ៊ុំសៅក៏ដាយចេញទៅបាត់យ៉ាងលឿនហាក់ដូចជាខ្លាចនរណាម្នាក់មកស្ដាប់ឮពាក្យសម្ដីរបស់អ៊ុំសៅបានធ្វើឲ្យសុខាចាប់ផ្ដើមមានមន្ទិលសង្ស័យគាត់បានសម្រេចចិត្តទៅសួរនាំអ្នកលក់ផ្ទះឲ្យគាត់ប៉ុន្តែលេខទូរស័ព្ទដែលធ្លាប់តែតាក់ទងបានបែរជាមិនអាចតាក់ទងបានទៅវិញពេលរសៀលឈានចូលមកដល់មេឃក៏ចាប់ផ្ដើមអាប់អួរម្ដងទៀតស្រីនាងដែលកំពុងតែបោកខោអាវនៅខាងក្រោយផ្ទះស្រាប់តែឮសំឡេងកូនស្រីយំយ៉ាងខ្លាំងចេញពីជាន់លើនាងប្រញាប់រត់ឡើងទៅមើលក៏ឃើញមាសអង្គុយយំនៅកណ្ដាលបន្ទប់ដៃរបស់កូនស្រីមានស្នាមក្រហមដូចជាត្រូវគេចាប់កន្ត្រាក់យ៉ាងខ្លាំងមាសប្រាប់ទាំងអណ្ដើតអណ្ដោថាម៉ាក់លោកយាយខឹងកូនគាត់ថាឲ្យយើងចេញទៅឲ្យអស់បើមិនចឹងទេគាត់នឹងយកកូនទៅនៅជាមួយគាត់ស្រីនាងអោបកូនស្រីជាប់នឹងទ្រូងខ្លួនប្រាណរបស់នាងញ័រដូចសត្វត្រូវទឹកត្រជាក់នាងមិនអាចទ្រាំនៅស្ងៀមបានទៀតទេនាងបានទូរស័ព្ទហៅសុខាឲ្យត្រឡប់មកផ្ទះវិញជាបន្ទាន់នៅពេលសុខាមកដល់ពួកគេបានសម្រេចចិត្តពិនិត្យមើលគ្រប់ជ្រុងជ្រោយនៃផ្ទះនេះពួកគេបានរកឃើញទ្វារតូចមួយដែលត្រូវបានបិទជិតដោយទូខោអាវធំមួយនៅក្នុងបន្ទប់ស្តុកអីវ៉ាន់ក្រោមចន្ទើនៅពេលដែលសុខាខំប្រឹងរុញទូខោអាវនោះចេញគាត់ក៏បានឃើញទ្វារឈើចាស់មួយដែលមានសភាពពុកផុយគាត់បានធាក់ទ្វារនោះឲ្យរបើកស្រាប់តែមានក្លិនស្អុយអាសោចភាចេញមកក្រៅធ្វើឲ្យពួកគេទាំងពីរស្ទើរតែខ្ទប់ច្រមុះមិនទាន់ក្នុងបន្ទប់តូចចង្អៀតនោះគ្មានអ្វីក្រៅពីគ្រែឈើចាស់មួយនិងរូបថតខ្មៅសអ៊ុយសន្លឹកដែលដាក់នៅលើតុផ្កាឈូកដែលក្រៀមស្វិតអស់ទៅហើយរូបថតនោះជារូបស្ត្រីចំណាស់ម្នាក់ដែលមានទឹកមុខកាចសាហាវភ្នែករបស់គាត់ហាក់ដូចជាកំពុងតែសម្លឹងមើលមកពួកគេគ្រប់ដង្ហើមចេញចូលនៅក្បែររូបថតនោះមានសៀវភៅកំណត់ហេតុចាស់មួយក្បាលសុខាបានបើកអានទាំងដៃញ័រតត្រឹកក្នុងសៀវភៅនោះបានកត់ត្រាទុកនៅរឿងរ៉ាវដ៏ឈឺចាប់នៃគ្រួសារមួយដែលធ្លាប់រស់នៅទីនេះស្ត្រីនៅក្នុងរូបថតគឺជាម្ចាស់ដីដើមដែលត្រូវបានកូនចៅបង្ខំឲ្យលូកដីនេះទៅឲ្យក្រុមហ៊ុនបូរេដោយបង្ខំចិត្តគាត់បានដាក់បណ្ដាសារថាអ្នកណាក៏ដោយដែលមកសាងសង់ផ្ទះឬរួមនៅលើដីរបស់គាត់ដោយមិនមានការអនុញ្ញាតនឹងត្រូវវិនាសអន្តរាយហើយគាត់នឹងមិនទៅណាឡើយដរាបណាគាត់មិនទាន់បានសងសឹកកូនចៅដែលក្បត់គាត់សំណេរចុងក្រោយក្នុងសៀវភៅនោះសរសេរថាឈាមត្រូវសង់ដោយឈាមជីវិតត្រូវសង់ដោយជីវិតស្រីនាងស្រែកយំដោយភាពភ័យខ្លាចនាងអង្វើសុខាឲ្យចាក់ចេញពីផ្ទះនេះភ្លាមប៉ុន្តែមេឃខាងក្រៅកំពុងតែធ្លាក់ភ្លៀងយ៉ាងខ្លាំងរន្ទះបាញ់ក្រហឹមពីអាកាសវេហាធ្វើឲ្យការធ្វើដំណើរចេញទៅក្រៅคล้ายជារឿងដ៏គ្រោះថ្នាក់រំពេកនោះភ្លើងក្នុងផ្ទះក៏បានរលត់ងងឹតសូនសុងសំឡេងសាយក្រហួយរបស់ស្ត្រីចំណាក់ម្នាក់បានបន្លឺឡើងចេញពីគ្រប់ទិសទីសំឡេងនោះវាស្រួចរហូតដល់ចាក់ចូលទៅក្នុងក្រដាសត្រចៀកមាសដែលនៅក្នុងរង្វង់ដៃរបស់ស្រីនាងស្រាប់តែរបូតទៅក្នុងភាពងងឹតហាក់ដូចជាមានកម្លាំងមហិមាមួយមកឆក់យកនាងទៅស្រីនាងនិងសុខាស្រែកហៅឈ្មោះកូនទាំងអាការៈស្លន់ស្លោពួកគេប្រែពន្លឺទូរស័ព្ទដើម្បីតាមរកកូនប៉ុន្តែគ្រប់ពេលដែលពួកគេដើរទៅជិតសំឡេងយំរបស់មាសសំឡេងនោះក៏ផ្លាក់ទីទៅកន្លែងផ្សេងជានិច្ចពួកគេរត់ចុះរត់ឡើងរហូតដល់មុំចន្ទាដែលមាសប្រាប់ថាឃើញលោកយាយអង្គុយនៅទីនោះពួកគេបានឃើញរូបភាពដ៏រន្ធត់បំផុតមាសកំពុងតែឈរនៅមាត់បង្អោបជាន់ទី2ដែលបើកចំហចោលភ្នែករបស់នាងថ្មឹងហាក់ដូចជាត្រូវគេដាក់មុនស្នេហ៍នៅពីក្រោយខ្នងរបស់កុមារីទូចមួយមានស្រមោលខ្មៅស្រពឹកស្រពិចនៃស្ត្រីចំណាស់ម្នាក់ដែលមានសក់សវែងអន្លាយដៃដ៏ស្គាំងរបស់វាដែលមានក្រចេកវែងកំពុងតែលូមកអង្អែលក្បាលមាសយ៉ាងថ្នមប៉ុន្តែភ្នែករបស់វាដែលមិនមានប្រស្រីភ្នែកបានជាសម្លឹងមកពុះគេដោយកំហឹងឈ្លានអំពៀនស្រមោលនោះបានបើកមាត់និយាយដោយសំឡេងស្អែកថាកូនស្រីនេះនឹងក្លាយទៅជាចំណងដៃសម្រាប់ដីរបស់អញសុខាព្យាយាមស្ទុះទៅចាប់កូនប៉ុន្តែស្រាប់តែមានកម្លាំងមាំងរុនគាត់ទៅដួលទៅក្រោយយ៉ាងខ្លាំងរហូតដល់ក្បាលបែកបែកឈាមបោកជាមួយជញ្ជាំងផ្ទះបែកឈាមស្រោចហ្វូតមុខស្រីនាងលូតជង្គង់សំពាក់អង្វើទាំងទឹកភ្នែកហូរជោកថ្មោលសូមមេត្តាដោះលែងកូនខ្ញុំទៅបើចង់បានជីវិតយកជីវិតខ្ញុំជំនួសចុះវិញ្ញាណស្ត្រីចំណាស់នោះសោចយ៉ាងខ្លាំងរហូតដល់ផ្ទះទាំងមូលញ័ររង្គើរំពេកនោះ
ខ្យល់កន្ត្រាក់មួយបានបក់ជួលក្នុងផ្ទះតាមបង្អោបធ្វើឲ្យវាំងតនេហើរញ៉េរញ៉ៃនៅពេលដែលពន្លឺរន្ទះបានចាំងភ្នែកមកម្ដងទៀតស្រមោលខ្មៅនោះក៏បានរលាយបាត់ទៅជំនួសមកដោយភាពស្ងប់ស្ងាត់ដ៏គួរឲ្យភ័យខ្លាចមាសដែលដាល់សន្លប់នៅទីនោះសុខានិងស្រីនាងប្រញាប់រត់ទៅយកកូនមកបីហើយសម្រេចចិត្តថានឹងរត់ចេញពីផ្ទះនេះឲ្យខានតែបានបើទោះបីជាមេឃខាងក្រៅកំពុងតែធ្លាក់ភ្លៀងយ៉ាងខ្លាំងក៏ដោយពួកគេបានរត់ចុះមកដល់ជាន់ផ្ទាល់ដៃប៉ុន្តែនៅពេលដែលពួកគេព្យាយាមបើកទ្វារធំចេញទៅក្រៅពួកគេបែរជាឃើញថាទ្វារនោះមិនមែនជាទ្វារដែលនាំទៅរកផ្លូវបុរីទេប៉ុន្តែវាបែរជានាំពួកគេត្រឡប់ទៅក្នុងបន្ទប់ស្តុកអីវ៉ាន់ក្រោមជណ្ដាលដែលពួកគេទើបតែចេញមកអំបញ្ញមិញនេះទៅវិញពួកគេមានអារម្មណ៍ថាផ្ទះនេះបានប្រែទៅជាគុកងងឹតដែលមិនគ្មានផ្លូវចេញមិនថាពួកគេរត់ទៅតាមច្រកណាក៏ដោយពួកគេនៅតែត្រឡប់មកកន្លែងដើមជានិច្ចសំឡេងទ្រហូយំរបស់ស្ត្រីចំណាស់ម្នាក់ចាប់ផ្ដើមបន្លឺឡើងពីខាងក្រោយជញ្ជាំងផ្ទះហាក់ដូចជានាងកំពុងតែយំស្រែកដោយភាពឈឺចាប់និងការសងសឹកដែលមិនចេះចប់មិនចេះហើយជញ្ជាំងផ្ទះដែលធ្លាប់តែសស្អាតចាប់ផ្ដើមមានឈាមហូរស្រកតាមស្នាមប្រៃឈាមនោះមានពណ៌ក្រហមឆ្អាបនិងមានក្លិនស្អុយឆ្អាបដូចជាឈាមមនុស្សពិតប្រាកដសុខាព្យាយាមដកដង្ហើមឲ្យវែងដើម្បីទប់ស្មារតីគាត់ចាប់ផ្ដើមនឹកឃើញដល់គ្រូសូត្រមន្តម្នាក់ដែលគាត់ធ្លាប់ស្គាល់ប៉ុន្តែទូរស័ព្ទរបស់គាត់គ្មានសេវាទាល់តែសោះពួកគេទាំង3នាក់អង្គុយអបគ្នានៅកណ្ដាលបន្ទប់ទទួលភ្ញៀវខណៈដែលសំឡេងដង្ហើមរបស់អ្វីម្យ៉ាងកំពុងតែខិតជិតមកដល់ពីខាងក្រោយខ្នងរបស់ពួកគេក្នុងភាពងងឹតនោះសុខាបានឃើញពន្លឺភ្នែកពណ៌ក្រហមពីរគ្រាប់ដែលកំពុងតែសម្លឹងមកពួកគេវាមិនមែនមានតែវិញ្ញាណស្ត្រីចំណាស់ម្នាក់នោះទេប៉ុន្តែហាក់ដូចជាមានវិញ្ញាណដទៃទៀតដែលត្រូវបានកប់នៅក្រោមផ្ទះនេះកំពុងតែងើបឡើងមកទាមទារសិទ្ធិរបស់ពួកគេដីការ៉ូដែលពួកគេកំពុងតែអង្គុយពីលើចាប់ផ្ដើមញ័ររញ្ជួយហើយស្នាមប្រេះធំបានកើតឡើងសុខាមើលទៅក្នុងស្នាមប្រេះនោះគាត់បានឃើញគ្រោងឆ្អឹងមនុស្សជាច្រើនដែលត្រូវបានកប់យ៉ាងអាណោចអាធំនៅក្រោមគ្រឹះផ្ទះដ៏ស្អាតបាតនេះគាត់យល់ភ្លាមថាម្ចាស់បុរីនេះបានសាងសង់ផ្ទះនៅលើភ្នំខ្មោចចាស់ឬកន្លែងសម្រាប់មនុស្សពីសម័យមុនដោយមិនបានធ្វើពិធីដោះអំពើឲ្យបានត្រឹមត្រូវវិញ្ញាណទាំងអស់នោះកំពុងតែចងកំហឹងនឹងអ្នកដែលមករំខានដំណេករបស់ពួកគេមាសស្រាប់តែបើកភ្នែកឡើងប៉ុន្តែភ្នែករបស់នាងមិនមែនជាភ្នែករបស់ក្មេងស្រីធម្មតាទៀតឡើយវាបានប្រែជាពណ៌សសុទ្ធហើយនាងនិយាយដោយសំឡេងមនុស្សចាស់ថាពួកឯងទាំងអស់គ្នាត្រូវតែនៅទីនេះជាមួយឯងជារៀងរហូតស្រីនាងស្រែកយំយ៉ាងខ្លាំងកាន់ដៃកូនស្រីទាំងក្តីសង្ឃឹមចុងក្រោយប៉ុន្តែកម្លាំងរបស់មាសបានប្រែជាខ្លាំងមហិមានាងបានរុញម្ដាយឲ្យខ្ទាតទៅប៉ះនឹងជ្រុងតុបណ្ដាលឲ្យស្រីនាងសន្លប់បាត់ស្មារតីភ្លាមសុខាដែលនៅសល់តែម្នាក់ឯងបានព្យាយាមសូត្រធម៌ដែលគាត់ធ្លាប់ចាំខ្លះទៀតប៉ុន្តែវិញ្ញាណនោះសើចចំអកឲ្យគាត់វាបានលូកដៃមកច្របាច់កសុខាធ្វើឲ្យគាត់ដកដង្ហើមស្ទើរតែមិនរួចក្នុងខណៈពេលដែលសុខាកំពុងតែប្រឈមមុខនឹងសេចក្តីស្លាប់គាត់បានឃើញរូបភាពក្នុងអតីតកាលដែលហោះកាត់ខួរក្បាលរបស់គាត់គឺរូបភាពនៃការលូកដីដោយមិនត្រឹមត្រូវការបោកប្រាស់និងការបង្ហូរឈាមដែលបានកើតឡើងនៅលើដីនេះគាត់បានដឹងថាមធ្យោបាយតែមួយគត់ដើម្បីបញ្ចប់រឿងនេះគឺត្រូវបំផ្លាញវត្ថុតំណាងនៃវិញ្ញាណនោះគាត់បាននឹកឃើញដល់រូបថតខ្មៅសសក្នុងបន្ទប់ក្រោមយន្តើដោយប្រើកម្លាំងចុងក្រោយសុខាបានរើបំរាស់ចេញពីការច្របាច់កហើយរត់សម្ដីទៅបន្ទប់ក្រោមយន្តើទាំងត្រហក់គាត់បានចាប់យករូបថតនោះមកហើយរៀបនឹងហែកវាចោលប៉ុន្តែរូបថតនោះស្រាប់តែប្រែជាមានសីតុណ្ហភាពក្តៅដោយភ្លើងរហូតដល់ធ្វើឲ្យដៃរបស់គាត់រលាករហើមវិញ្ញាណស្ត្រីចំណាស់បានលេចរូបរាងឡើងនៅពីមុខគាត់មុខរបស់នាងរលួយធ្លាក់សាច់មកម្ខាងភ្នែកសម្លឹងមកគាត់ដោយក្តីព្យាបាទខ្លាំងក្លាពីបំផុតនាងបានលើកដៃដែលពោពេញដោយឈាមមកប៉ះនឹងមុខរបស់សុខារួចខ្សឹបដាក់ត្រចៀកគាត់ថាទោះបីជាឯងស្លាប់ក៏ឯងមិនអាចចេញពីទីនេះបានដែររំពេកនោះសំឡេងផ្ទុះយ៉ាងខ្លាំងបានបន្លឺឡើងចេញពីក្នុងជញ្ជាំងផ្ទះហើយលោកកំដៃម្យ៉ាងបានបោកប៉ះមកប៉ះនឹងរាងកាយរបស់សុខាធ្វើឲ្យអ្វីគ្រប់យ៉ាងប្រែជាពណ៌សងងឹតសូននៅពេលដែលសុខាដឹងតួឡើងវិញគាត់ឃើញខ្លួនឯងកំពុងតែដេកនៅលើស្មៅនៅខាងក្រៅរបរផ្ទះមេឃភ្លឺច្បាស់ហើយពន្លឺព្រះអាទិត្យពេលព្រឹកបានជះមកលើមុខរបស់គាត់ប្រញាប់ងាកមើលជុំវិញក៏ឃើញស្រីនាងនិងមាសដេកនៅក្បែរនោះដែរព
ពួកគេទាំងពីរនៅមានដង្ហើមប៉ុន្តែមានសភាពស្លេកស្លាំងជាខ្លាំងសុខាដកដង្ហើមធំដោយភាពធូរស្រាលគាត់គិតថាគ្រប់យ៉ាងបានបញ្ចប់ទៅហើយគាត់សម្លឹងមើលទៅផ្ទះវីឡាដ៏ស្អាតនោះម្ដងទៀតវានៅតែមើលទៅធម្មតាដូចជាមិនមានរឿងអ្វីកើតឡើងកាលពីយប់មិញឡើយប៉ុន្តែនៅពេលដែលគាត់ក្រឡេកមើលទៅដៃរបស់ខ្លួនឯងគាត់ស្រាប់តែឃើញថាស្បែកដៃរបស់គាត់ដែលរលាកកាលពីយប់មិញមិនមែនជាស្នាមរលាកធម្មតាឡើយប៉ុន្តែវាមានដុះចេញជាស្រកក្រឡាពណ៌ខ្មៅដូចជាស្បែកសាកសពដែលស្អុយរលួយគាត់ប្រញាប់ងាកមើលមាសដែលទើបតែដឹងទូលឡើងវិញនាងញញឹមដាក់គាត់ប៉ុន្តែស្នាមញញឹមនោះគឺជាស្នាមញញឹមរបស់ស្ត្រីចំណាស់ម្ចាស់ដីហើយនាងបាននិយាយតិចៗថាប៉ាផ្ទះថ្មីយើងស្អាតណាស់មែនទេសុខាត្រជាក់ស្រឹបពេញឆ្អឹងខ្នងគាត់ដឹងភ្លាមថាវិញ្ញាណនោះមិនបានទៅណាឡើយប៉ុន្តែវាបានចូលមកក្នុងខ្លួនកូនស្រីរបស់គាត់បាត់ទៅហើយភាពតក់ស្លុតបានគ្របលើចិត្តរបស់សុខាខណៈពេលដែលគាត់ឃើញស្រមោលស្ត្រីចំណាស់ឈរនៅបង្អួចជាន់ទី2លើកដៃលាគ្នាដាក់គាត់ដោយក្តីពេញចិត្តបំផុតចំណែកឯអ្នកជិតខាងដែលដើរកាត់នោះបានជាមើលមិនឃើញពួកគេទាំង3នាក់ទាល់តែសោះហាក់ដូចជាពួកគេបានคล้ายជាវិញ្ញាណដែលវិនវែងក្នុងโลกនេះបាត់ទៅហើយសំណួរដ៏ធំបំផុតនោះគឺតើពួកគេពិតជាបានចេញពីផ្ទះនោះមែនទេឬក៏ពួកគេកំពុងតែស្ថិតនៅក្នុងពិភពបំពេញភ្នែកដែលវិញ្ញាណនោះបង្កើតឡើងដើម្បីទ្វារទារុណកម្មពួកគេជារៀងរហូតសំឡេងសើចតិចៗរបស់មាសបានបន្តបន្លឺឡើងក្នុងខ្យល់អាកាសខណៈពេលដែលសុខាមានអារម្មណ៍ថារាងកាយរបស់គាត់ចាប់ផ្ដើមរលាយបាត់ទៅបន្តិចមកក្នុងពន្លឺថ្ងៃដ៏ត្រជាក់ស្រេកនោះជំពូកទី1ពិភពរវេរវាយនឹងការពិតដែលបាត់បង់ពន្លឺថ្ងៃដែលសុខាស្មានថាជាការសង្គ្រោះនោះចាប់ផ្ដើមប្រែពណ៌វាស្រអាប់ទៅរហូតដល់คล้ายជាពណ៌លឿងទុំដូចមាសដែលកំពុងរលាយសុខាព្យាយាមក្រោកឈរប៉ុន្តែជើងរបស់គាត់មានអារម្មណ៍ថែធ្ងន់ដូចជាត្រូវបានចងភ្ជាប់ទៅនឹងដីគាត់ងាកទៅមើលស្រីនាងដែលកំពុងតែអនអែលក្បាលមាសទាំងភ្នែកនឹងងងុយងងុលស្រីនាងក្រោកឡើងយើងត្រូវរត់ចេញពីទីនេះសុខាស្រែកហៅភរិយាប៉ុន្តែសំឡេងរបស់គាត់បែរជាមិនលឺចេញមកក្រៃហាក់ដូចជាមាននរណាម្នាក់ដកយកស្កាយសំឡេងរបស់គាត់មាសដែលកំពុងញញឹមបែបចម្លែកនោះបានក្រោកឈរយឺតរូបកាយតូចច្រឡំរបស់នាងហាក់ដូចជាខ្ពស់ជាងមុនបន្តិចហើយចលនារបស់នាងមើលទៅរឹងកំព្រឹសដូចជាសាកសពនាងឈរថ្មឹងសម្លឹងមើលទៅផ្ទះវីឡាភ្លើងនោះរួចលើកដៃចង្អុលទៅកាន់ទ្វារធំដែលកំពុងបើកជំហរចាំប៉ាម៉ាក់ចូលផ្ទះវិញទៅម្ហូបត្រជាក់អស់ហើយសំឡេងរបស់មាសឥឡូវនេះមិនមែនជាសំឡេងក្មេងស្រីទៀតទេវាជាសំឡេងចម្រក់គ្នារវាងសំឡេងក្មេងនិងសំឡេងស្អករបស់មនុស្សចាស់ស្រីនាងហាក់ដូចជាស្ថិតនៅក្នុងមុនស្នេហ៍នាងងើបដើរតាមមាសទាំងភ្នែកភ្លឹករលោកសុខាព្យាយាមស្ទុះទៅចាប់ដៃភរិយាប៉ុន្តែនៅពេលដែលគាត់ប៉ះសាច់នាងគាត់មានអារម្មណ៍ថាដូចជាប៉ះនឹងទឹកកកស្រីនាងងាកមកញញឹមដាក់គាត់តែភ្នែករបស់នាងបែរជាមានឈាមហូរស្រក់មកតិចបងសំឡាញ់តោះយើងចូលផ្ទះយើងមិនអាចទៅណាឆ្ងាយពីផ្ទះរបស់យើងបានទេនាងនិយាយដោយសំឡេងទន់ភ្លុនដែលគួរឲ្យខ្លាចបំផុតសុខាដឹងច្បាស់ថាពួកគេមិនទាន់បានចេញពីផ្ទះនោះទេអ្វីដែលគាត់ឃើញមិនថាជាមេឃស្រឡះឬសួនច្បារខាងក្រៃសុទ្ធតែជាល្បិចបោកបញ្ឆោតរបស់វិញ្ញាណស្ត្រីចំណាស់នោះពួកគេកំពុងស្ថិតនៅក្នុងចន្លោះនៃវិញ្ញាណដែលជាកន្លែងដែលពេលវេលានិងលំហត្រូវបានបង្ខូចទ្រង់ទ្រាយជំពូកទី2ប្រវត្តិឈាមក្រោមគ្រឹះបេតុងនៅពេលពួកគេឈានជើងចូលក្នុងផ្ទះម្ដងទៀតទ្វារធំបានបិទផាំងដោយខ្លួនឯងភ្លាមនោះបរិយាកាសក្នុងផ្ទះបានប្រែប្រួលជញ្ជាំងវីឡាដែលធ្លាប់តែថ្មីស្រឡាងបានប្រែជាចាស់ទ្រុឌទ្រោមមានដុសស្លែនិងមានស្នាមឈាមក្រៀមជាប់ពេញផ្ទះគ្រឿងសង្ហារឹមទំនើបបានរលាយបាត់អស់ជំនួសមកវិញនៅធូលីដីនិងក្លិនស្អុយអសោចនៃសាកសពសុខែមិនសុខចិត្តដេកចាំសេចក្តីស្លាប់ឡើយគាត់ដឹងថាបើគាត់ចង់សង្គ្រោះមាសគាត់ត្រូវតែរកឲ្យឃើញចំណុចខ្សោយនៃវិញ្ញាណនោះគាត់បានសម្រេចចិត្តរត់ត្រឡប់ទៅបន្ទប់ក្រោមចិន្តាម្ដងទៀតខណៈដែលស្រីនាងនិងមាសបានដើរឡើងទៅជាន់ខាងលើបាត់ទៅហើយដោយសំឡេងសើចដែលបន្លឺឡើងពេញផ្ទះនៅក្នុងបន្ទប់ស្តុកអីវ៉ាន់គាត់បានរកឃើញសៀវភៅកំណត់ហេតុនោះម្ដងទៀតលើកនេះគាត់អានវាយ៉ាងយកចិត្តទុកដាក់ជាងមុនក្នុងសៀវភៅនោះមានរៀបរាប់ថាដីនេះមិនមែនជារបស់អ្នកណាទាំងអស់ក្រៅពីត្រកូលអញ
កូនប្រុសអញបានបោកបញ្ឆោតយកមេដៃអញទៅផ្ដិតលើក្រដាស់លូកដីខណៈដែលអញកំពុងដេកឈឺនៅលើគ្រែដោយការអត់អាហារមុននឹងដង្ហើមជុងក្រោយផុតទៅអញបាំងសុបិនឃើញអ្នកដែលមកសង់ផ្ទះលើសាកសពអញនឹងក្លាយជាអាហារសម្រាប់កំហឹងរបស់អញជារៀងរហូតសុខាបានឃើញឈ្មោះមួយនៅក្នុងស៊ីភ័យនោះយាយម៉ៅគាត់នឹកឃើញពាក្យសម្ដីរបស់អ៊ំសៅដែលថាម្ចាស់ដីដើមឬបានគេធ្វើបាបគាត់ចាប់ដើមជីកកាយកម្រាលឥតក្នុងបន្ទប់នោះដោយប្រើដុំថ្មនិងកម្លាំងដៃរបស់គាត់មិនយូរប៉ុន្មានគាត់បានប៉ះនឹងអ្វីម្យ៉ាងដែលរឹងវាគឺជាប្រអប់ឈើតូចមួយដែលត្រូវបានចាក់សោយ៉ាងជិតនៅលើប្រអប់នោះមានឆ្លាក់រូបយ័ន្តការពារមួយសុខាប្រែកម្លាំងបំបែកសោនោះចិនក្នុងនោះមានផ្ទុកក្រញ៉ៃដៃវែងសក់មួយដុំនិងរូបចម្លាក់តូចមួយធ្វើពីដីឥដ្ឋដាក់ដែលមើលទៅដូចជាមាសកូនស្រីរបស់គាត់នេះគឺជាអំពើសុខាឧទានឡើងទាំងភ័យខ្លាចវិញ្ញាណយាយម៉ៅមិនមែនជាការលងមិនឡោះទេប៉ុន្តែនាងបានប្រើមុនខ្មៅដែលចងប្រលឹងមាសឲ្យជាប់នឹងដីនេះជំពូកទី3ការតស៊ូក្នុងនិកាយអធិតីឯងរកឃើញវាហើយមែនទេសំឡេងមួយបន្លឺឡើងពីក្រោយខ្នងសុខាគាត់ងាកទៅឃើញយាយម៉ៅឈរនៅមាត់ទ្វារលើកនេះនាងមិនមែនជាស្រមោលទៀតទេតែជារូបរាងមនុស្សពិតតែមានសភាពស្អុយរលួយនាងសម្លឹងមើលប្រអប់ក្នុងដៃសុខាដោយកំហឹងទុកវាចុះបើឯងមិនចង់ឃើញកូនស្រីឯងត្រូវរលាយជាទឹកនៅមុខភ្នែកឡើយសុខាក៏ដាប់ប្រអប់នោះជាប់ហេតុអ្វីបានអ្នកឯងធ្វើបែបនេះយើងមិនដែលស្គាល់អ្នកឯងហើយយើងក៏មិនមែនជាអ្នកបោកដីអ្នកឯងផងដែរយើងគ្រាន់តែជាអ្នកទិញបន្តប៉ុណ្ណោះអ្នកណាក៏ដោយដែលដកដង្ហើមលើដីអញគឺជាសត្រូវរបស់អញយាយម៉ៅស្ទុះមកជិតសុខារកក្រឡៅកសុខានៅពេលតែមួយនោះទៀតសំឡេងយំរបស់មាសបានបន្លឺឡើងពីជួនលើសុខាដឹងថាគាត់មិនមានពេលយូរឡើយគាត់បានទាញដៃកេះចេញពីហៅប៉ោយបើអ្នកឯងមិនដោះលែងកូនខ្ញុំទេខ្ញុំនឹងដុតរូបចម្លាក់នេះនឹងសក់របស់អ្នកឯងចោលយើងនឹងវិនាសទាំងអស់គ្នាយាយម៉ៅបង្អង់ដំណើរនាងដឹងថាបើវត្ថុតំណាងទាំងនោះត្រូវបានបំផ្លាញវិញ្ញាណរបស់នាងក៏នឹងបាត់បង់កម្លាំងហើយត្រូវធ្លាក់ទៅក្នុងនិរោធដែរជប់សិនស្រីនាងរត់ចុះមកពីជាន់លើនាងហាក់ដូចជាដឹងខ្លួនវិញខ្លះដែរប៉ុន្តែដៃរបស់នាងកំពុងកាន់កាំបិតមួយភ្នែករបស់នាងបែរជាមានឈាមហូរក្រឡាំងឆ្អើបងសុខាកុំធ្វើអ្វីគាត់អីគាត់គ្រាន់តែចង់បានយុត្តិធម៌ប៉ុណ្ណោះសុខាសម្លឹងមើលភរិយាទាំងក្តីអាណិតគាត់ដឹងថាស្រីនាងឥឡូវនេះគ្រាន់តែជាអាយ៉ោនរបស់យាយម៉ៅទេគាត់សម្រេចចិត្តធ្វើអ្វីមួយដែលប្រថានបំផុតគាត់លុតជន្ទង់ចុះនៅមុខវិញ្ញាណយាយម៉ៅខ្ញុំដឹងថាយាយយ៉ាវឈឺចាប់ខ្ញុំដឹងថាយាយយ៉ាវត្រូវបានកូនចៃក្បាច់ប៉ុន្តែកូនស្រីខ្ញុំមិនដឹងអ្វីទេបើយាយយ៉ាវត្រូវការជីវិតដើម្បីសងសឹកសូមយកជីវិតខ្ញុំទៅខ្ញុំសុខចិត្តធ្វើជាវិញ្ញាណយាមដីនេះឲ្យយាយយ៉ាវជារៀងរហូតតែសូមដោះលែងកូនស្រីនិងប្រពន្ធខ្ញុំឲ្យទៅពិភពខាងក្រៅវិញចុះយាយម៉ៅនៅស្ងៀមនាងមិនធ្លាប់ឃើញអ្នកណាហ៊ានលះបង់ជីវិតដើម្បីអ្នកដតីលើដីនេះដែលពេញទៅដោយភាពលោភលន់ឡើយទុកមុខដែលកាចសាហាវរបស់នាងចាប់ដើមប្រែប្រួលបន្តិចបន្តួចឯងពិតជាហ៊ានស្លាប់ជំនួសពួកនាងមែនទេនាងសួរដោយសំឡេងទាបបាទខ្ញុំស្ម័គ្រចិត្តសុខាឆ្លើយដោយការតាំងចិត្តរំពេកនោះផ្ទះទាំងមូលចាប់ដើមញ័ររញ័រជាខ្លាំងពន្លឺពណ៌សដ៏ភ្លឺចិញ្ចាំងមួយបានបាញ់ចេញពីកណ្ដាលផ្ទះសុខាមានអារម្មណ៍ថាខ្លួនត្រូវកម្លាំងម្យ៉ាងបោកផ្ទុកនឹងជញ្ជាំងរហូតដល់បាត់ស្មារតីម្ដងទៀតចំពោះទី5ការភ្ញាក់រលឹកឬសុបិនដោយមិនចេះចប់សុខាដឹងខ្លួនឡើងនៅក្នុងបន្ទប់មន្ទីរពេទ្យសំឡេងម៉ាស៊ីនវាស់ជើងវាក់បេះដូងបន្លឺឡើងតិចគាត់ងាកទៅឃើញស្រីនាងអង្គុយក្បែរគ្រែនាងមើលទៅស្លែកស្លាំងតែមានទុកមុខស្រស់បោះជាងមុនមាសកំពុងដេកលងលាន់លើសាឡុងក្បែរនោះបងដឹងខ្លួនហើយស្រីនាងយំដោយក្តីត្រេកឡរគ្រូពេទ្យថាបងសម្លាប់អស់ទៅ3ថ្ងៃដោយខ្វះជាតិស្ករនិង stress ខ្លាំងពេកសុខាសម្លឹងមើលដៃរបស់គាត់មានស្រកាពណ៌ខ្មៅមានស្នាមរលាកគ្រប់យ៉ាងមើលទៅដូចជាធម្មតាចុះផ្ទះនោះចុះសុខាសួរទាំងជាដង្ហើមហត់ប៉ូលីសបានរកឃើញសាកសពស្ត្រីចំណាស់ម្នាក់ក្នុងបន្ទប់ក្រោមជណ្ដើរផ្ទះនោះបន្ទាប់ពីមានអ្នកជិតខាងរាយការណ៍ថាបងដួលសន្លប់នៅមុខផ្ទះឥឡូវបូរីនោះត្រូវបានផ្អាកការសាងសង់ដើម្បីស៊ើបអង្កេតយើងនឹងមិនត្រឡប់ទៅទីនោះទៀតទេបងស្រីនាងរៀបរាប់សុខាដកដង្ហើមធំគាត់គិតថាវាប្រហែលជាចប់ហើយប៉ុន្តែនៅពេលដែលមីសដាលមកជិតគ្រែរបស់គាត់ដើម្បីអោបគាត់នាងបានខ្សឹបដាក់ត្រចៀកគាត់យ៉ាងតិចថាប៉ាកុំភ្លេចសន្យារបស់យើងណាយាយម៉ៅចាំប៉ានៅផ្ទះថ្មីសុខាញ័រទៅត្រឹក
គាត់ក្រឡេកមើលទៅក្នុងកញ្ចក់បង្អួចមន្ទីរពេទ្យគាត់ឃើញរូបភាពខ្លួនឯងប៉ុន្តែក្នុងកញ្ចក់នោះគាត់មិនមែនកំពុងដេកលើគ្រែពេទ្យទេគឺគាត់កំពុងតែអង្គុយយ៉ាមនៅមុំចិន្តានៃផ្ទះវីឡាភ្លានោះក្នុងភាពងងឹតសុទ្ធៗតើនេះជាការពិតឬក៏ជាវិញ្ញាណដែលវង្វេងក្នុងលបែងរបស់យាយម៉ៅមានអ្នកណាដឹងឡើយ ពាក្យខ្សឹបរបស់មីសបានធ្វើឲ្យសុខាធ្លាក់ក្នុងភាពតក់ស្លុតជាខាងគាត់មិនដឹងថាអ្វីជាការពិតអ្វីជាការបំភាន់ទៀតឡើយរាល់ពេលដែលគាត់បិទភ្នែកគាត់ឃើញតែរូបភាពខ្លួនឯងអង្គុយនៅមុំជណ្ដោលនៃផ្ទះវីឡានោះគាត់ដឹងថាវិញ្ញាណរបស់គាត់ប្រហែលជាត្រូវបានពុះច្រកជាពីរមួយចំណែករស់នៅក្នុងរូបកាយនៅមន្ទីរពេទ្យហើយមួយចំណែកទៀតត្រូវបានយាយម៉ៅឃុំទុកជាចំណាប់ខ្មាំងនៅក្នុងផ្ទះនោះមួយសប្តាហ៍ក្រោយមកពួកគេបានចាក់ចេញពីមន្ទីរពេទ្យប៉ុន្តែសុខាមិនព្រមត្រឡប់ទៅផ្ទះជួលចាស់ឬទៅរស់នៅកន្លែងណាផ្សេងដោយមិនបានដោះស្រាយរឿងនេះឡើយគាត់បានទៅរកអ៊ំសៅដែលជាអ្នកជិតខាងចំណាស់ម្នាក់ម្ដងទៀតអ៊ំសូមជួយខ្ញុំផងយាយម៉ៅមិនព្រមលែងពួកយើងទេសុខាអង្វរទាំងទឹកភ្នែកអ៊ំសៅដកដង្ហើមធំរួចនាំសុខាចូលទៅក្នុងផ្ទះឈើចាស់របស់គាត់បានទាញហឹបមួយមកបើកបង្ហាញឲ្យឃើញនៅខ្សែយ័ន្តនិងរូបថតចាស់ៗក្មួយហើយយាយម៉ៅគាត់មិនមែនជាមនុស្សអាក្រក់ពីកំណើតទេប៉ុន្តែការឈ្វីចាប់ដែលកូនបង្កើតរបស់គាត់បានធ្វើដាក់គាត់គឺការឃុំឃាំងគាត់ឲ្យដាច់បាយស្លាប់នៅក្នុងបន្ទប់ងងឹតដើម្បីយកដីទៅលក់ឲ្យបរិយដើម្បីធ្វើឲ្យវិញ្ញាណគាត់คล้ายជាប្រេតវិញ្ញាណដែលពោពេញដោយកំហឹងអ៊ំសៅបានប្រាប់ការពិតដ៏រន្ធត់មួយទៀតថារូបថតដែលក្មួយឃើញក្នុងបន្ទប់ក្រោមជណ្ដើរមិនមែនជាវត្ថុចងព្រលឹងគាត់ទេតែវាគឺជាគុកគាត់មិនមែនចង់នៅទីនោះទេតែគាត់ចេញមិនរួចដរាបណាសាកសពរបស់គាត់មិនទាន់ត្រូវបានបូជាតាមប្រពៃណីនិងទទួលបានការសុំខមាទោសពីឈាមជ័ររបស់គាត់សុខាដឹងថាមានមធ្យោបាយតែមួយគត់គាត់ត្រូវតែនាំឈាមជ័ររបស់យាយម៉ៅមកសុំទោសគាត់តាមរយៈជំនាញជាភ្នាក់ងារបញ្ជូនទំនិញនិងទំនាក់ទំនងរបស់គាត់សុខាបានប្រើប្រាស់បណ្ដាញសង្គមនិងមិត្តភ័ក្តិក្នុងវិស័យ Logistics ដើម្បីតាមរកកូនប្រុសរបស់យាយម៉ៅដែលបានរត់ចោលស្រុកក្រោយលក់ដីបានលុយរាប់លានដុល្លារទីបញ្ចប់គាត់បានរកឃើញបុរសម្នាក់ឈ្មោះសុផលដែលកំពុងរស់នៅយ៉ាងវេទនាក្នុងតំបន់អនាធិបតេយ្យមួយព្រោះលុយដែលបានមកពីការលក់ដីនោះត្រូវបានលបែងស៊ីសងនិងជំងឺបៀតបៀនអស់រលីងទៅជាមួយខ្ញុំបើមិនចឹងទេម្ដាយអ្នកនឹងយកជីវិតគ្រួសារខ្ញុំហើយប្រលឹងអ្នកក៏មិនសុខដែរសុខាគំរាមផងអង្វរផងសុផលដែលកំពុងញាប់ញ័រដោយសារជំងឺនិងភាពភ័យខ្លាចបានយល់ព្រមត្រឡប់ទៅផ្ទះវីឡានោះវិញជាមួយសុខានិងអ៊ំសៅនៅពាក់កណ្ដាលអធ្រាត្រនៃថ្ងៃសិលនៅពេលដែលពួកគេជៀនជើងចូលក្នុងរបងបុរីសីតុណ្ហភាពធ្លាក់ចុះត្រជាក់ស្រៀកផ្ទះវីឡាផ្លូនោះមើលទៅដូចជាមាត់អារ៉ាក់ដែលចាំត្របាក់លេបពួកគេភ្លៀងចាប់ផ្ដើមធ្លាក់ខ្លាំងរន្ទះបាញ់ក្រហឹមដូចជាសំឡេងយំរបស់ខ្មោចនៅក្នុងផ្ទះវិញ្ញាណយាយម៉ៅបានលេចរូបរាងឡើងយ៉ាងធំមហោមានាងសម្លឹងមើលសុផលដោយភ្នែកដែលឆែកដូចរងើភ្លើងអាខ្មាំងកបត់ឯងហ៊ានមកជន់ដីអញទៀតផងសំឡេងនាងធ្វើឲ្យកញ្ចក់បង្អួចផ្ទុះបែកខ្ចាយសុផលលុតជង្គង់ចុះយំសៅបោកទលួនម៉ែខ្ញុំខុសហើយខ្ញុំលោភលន់ខ្ញុំសុំទោសសូមម៉ែអហោសុកម្មឲ្យកូនផងអ៊ំសៅចាប់ផ្ដើមសូត្រមន្តដោះអំពើរួចក្នុងខណៈដែលសុខាកាន់រូបថតយាយម៉ៅនិងធូបសងខ្នាតទោសវិញ្ញាណយាយម៉ៅចាប់ផ្ដើមរើមរមើសឈាមហូរចេញពីជញ្ជាំងផ្ទះកាន់តែខ្លាំងនាងស្ទុះមកត្របាក់យកសុផលប៉ុន្តែសុខាបានស្ទុះទៅរងពីមុខអ្នកយាយអើយយកឈាមខ្ញុំចុះតែសូមបញ្ចប់រឿងនេះទៅកំហឹងរបស់អ្នកយាយនឹងធ្វើឲ្យអ្នកយាយមិនបានតែកាន់សុគតិភាពឡើយសុខាស្រែកទាំងឈាមហូរតាមច្រមុះដោយសារសម្ពាធវិញ្ញាណដ៏ខ្លាំងក្លារំពេងនោះរូបភាពនៃមាសដែលកំពុងសែកលេងបានលេចមកនៅក្នុងអារម្មណ៍របស់យាយម៉ៃនាងឃើញក្តីស្រឡាញ់របស់សុខាចំពោះកូនដែលវាខុសប្លែកពីក្តីស្រឡាញ់ដែលនាងបានផ្ដល់ឲ្យសុផលតែទទួលមកវិញគឺការក្បត់ក្បន់កំហឹងរបស់នាងចាប់ផ្ដើមរលាយបន្តិចម្ដងរូបរាងដែលធ្លាប់តែអាក្រក់រលួយចាប់ផ្ដើមប្រែជាស្ត្រីចំណេះម្នាក់ដែលមានធ្មុកមុខស្លូតបូនមួយនាងសម្លឹងមើលសុខារួចងក់ក្បាលយឺតឯងជាមនុស្សល្អចូលថែរក្សាកូនស្រីឯងឲ្យបានល្អកុំឲ្យដូចអញរូបរាងរបស់នាងបានប្រែជាពន្លឺពណ៌សរួចហើរចេញតាមបង្អួចបាត់ទៅថងអាកាសវេហា
សំឡេងយំសោកនិងក្លិនស្អិមអាសូចក្នុងផ្ទះបានរលាយបាត់អស់ភ្លាមៗផ្ទះវីឡាដែលធ្លាប់តែត្រជាក់ស្រៀកប្រែទៅជាមានកម្ដៅអ៊ុនៗនៃខ្យល់អាកាសធម្មតាវិញព្រឹកឡើងសុខានិងគ្រួសារបានរៀបចំពិធីបង់សុកុលនិងបូជាសាកសពយាយម៉ៅដែលត្រូវបានរកឃើញក្នុងជញ្ជាំងផ្ទះយ៉ាងត្រឹមត្រូវពួកគេបានសម្រេចចិត្តលក់ផ្ទះនោះរួចយកប្រាក់មួយចំណែកទៅធ្វើបុណ្យនិងជួយដល់ក្មេងកំព្រាដោយឃើញការលក់ជ្រៀកធ្លារបស់ផ្ទះនៅក្នុងតំបន់នេះជាទីកញ្ចប់ពួកគេបានធ្វើរំលកផ្ទះទៅជាផ្ទះសំណាក់ជាបណ្ដន់សុខាស្រីនាងនិងមាសបានផ្លាស់ប្ដូរទៅរស់នៅក្នុងផ្ទះតូចនៅចែកក្រុងដែលពោពេញដោយពន្លឺថ្ងៃនិងសេចក្តីសុខមាសលែងនិយាយម្នាក់ឯងលែងឃើញលោកយាយម៉ៅហើយនៅល្ងាចមួយខណៈដែលសុខាកំពុងអង្គុយលេងក្នុងសួនច្បារមាសបានរត់មកហូបផ្កាម្លិះមួយដងឲ្យគាត់ប៉ាលោកយាយម៉ៅផ្ដាំថាអរគុណនាងញញឹមយ៉ាងស្រស់ស្រាយសុខាញញឹមតបទាំងភាពក្អប់ក្តៅក្នុងចិត្តគាត់ដឹងថាលោកលើនេះមិនមានអ្វីគួរឲ្យខ្លាចជាងចិត្តមនុស្សដែលលោភលន់ឡាយហើយក៏មិនមានអ្វីមានអំណាចជាងការអត់អាថត់និងការលះបង់នោះដែរវិញ្ញាណដែលធ្លាប់តែវិលវល់ឥឡូវបានរកឃើញផ្លូវទៅផ្ទះដ៏ពិតប្រាកដរបស់ពួកគេហើយចប់ដោយបរិបូរណ៍